នេះគឺជាសកម្មភាពជាងគាត់បើកកេះថ្មីបើសម្រាប់ការធ្វើតេស្តម៉ាស៊ីនកាត់ស្មៅដែលមានគុណភាពល្អជូនអតិថិជនបងប្អូនបាទម៉ាស៊ីនកាត់ស្មៅនេះគឺ Mac Rhinomic ណាពណ៌លឿងបងប្អូនប្រិមត្តយើងហើយសម្រាប់ទំហំម៉ាស៊ីននោះគឺថាធំប៊ីស្តុងធំកម្លាំងខ្លាំងហើយគុណភាពនៃការប្រើប្រាស់នោះថាល្អមែនទែនបងប្អូនឥឡូវនេះក្រុមជាងគាត់កំពុងតែបាទចាប់ត្រឡោកបាទចាប់ត្រឡោកស្បែកយ៉ាងដោយសារតែម៉ាស៊ីនថ្មីមកគឺដងដាច់ដលែកម៉ាស៊ីនដលែកអញ្ចឹងយើងអត់យកដងថ្មីយកមកចាប់ទេគឺយើងចាប់ដងធ្វើតេស្តបាទអញ្ចឹងយើងចាក់ខ្ចៅតែ2គ្រាប់ទៅបាទដើម្បីធ្វើការតេស្តបញ្ឆេះម៉ាស៊ីនជូនអតិថិជនបានអញ្ចឹងយើងមុននឹងបញ្ឆេះគឺយើងត្រូវចាក់សាំងបាទចាក់សាំងគឺយើងចាក់សាំងលាយបងប្អូនបាទសាំងនេះគឺយើងលាយស្រាប់ដោយសារតែនៅកន្លែងនោះគឺជាងអញ្ចឹងកំប៉ុងសាំងបងមិនសូវស្អាតបានទេបាទបន្ទាប់ពីយើងចាក់សាំងហើយបាទគឺយើងចុចពងសាំងហ្នឹងដើម្បីឲ្យបាទសាំងនឹងឡើងដល់បេនបាទយើងងាយស្រួលបញ្ឆេះបាទហ្នឹងជាការត្រឹមត្រូវគឺយើងត្រូវការចុចពងសាំងហើយយើងបិទ air បាទយើងទាញ air បិទមកហើយយើងទាញម៉ាស៊ីនតាមមួយខ្សែពីខ្សែទៅម៉ាស៊ីនឆេះហើយបាទយើងរុញ air ទៅវិញមានថាយើងបិទ air ទៅវិញបងប្អូនណាបាទបិទ air ទៅវិញហើយយើងរកម៉ាស៊ីនទៅបើសិនក្នុងករណីដែលយើងបិទ air ហើយម៉ាស៊ីនលុតយើងទាញតាមមួយខ្សែទៀតគឺយើងឆេះហើយបាទប៉ុន្តែមុននឹងបញ្ឆេះគឺយើងត្រូវមើលកងតាក់ដែរបងប្អូនណាកងតាក់ដែលយើងបើកបាទដែលយើងបើកបានឆេះបានហ្នឹងហើយបងប្អូននេះក្រុមការងារបាទជាងគាត់កំពុងតែបាទធ្វើការបាទរោម៉ាស៊ីនជូនអតិថិជនបាទហ្នឹងគាត់ផលិតហើយគាត់បើកកងតាក់វិញគាត់ទាញតាមខ្សែបាទតាមខ្សែឆេះប្រិមិត្តយើងអញ្ចឹងបើសិនតែយើងទាញទៅស្ទើរដៃគឺអត់ឆេះទេអញ្ចឹងយើងទាញទៅមិនឲ្យសមល្មមនឹងកម្លាំងម៉ាស៊ីនដែលអាចឆេះបានបងប្អូនណាហើយម៉ាស៊ីននេះគឺថាសំឡេងព្រោះណាអញ្ចឹងនៅចុងវីដេអូខ្ញុំនឹងដាក់សំឡេងម៉ាស៊ីនជូនបងប្អូនយើងបាទអញ្ចឹងហាប់ណែនមែនតើមកសម្រាប់ម៉ាស៊ីន Mac Rhinomic នេះបាទសម្រាប់ទំហំម៉ាស៊ីនរបស់យើងនេះគឺមាន2ខ្នាតបើសិនបងប្អូនត្រូវការម៉ាស៊ីនដែលមានគុណភាពខ្ពស់បងប្អូនអាចតាក់ទងតាមរយៈលេខ Telegram ផ្ទាល់តែម្ដង